ខ្ញុំមិនដែលមើលគេទេតែគឺគេទេតែបានមើលគេខ្ញុំអត់ពីចិត្តសាមញ្ញខ្លាំងមែនតើហ្មងពីបញ្ជាក់ពីសមត្ថភាពរបស់គាត់ហើយចង់ជំនាញជ្រុលងាយស្រួលធ្វើប៉ុណ្ណឹងហើយគេអត់ទៅជាចឹងទៀតខ្ញុំក៏អត់ដឹងថានិយាយទៅតែបើមិនខ្ញុំបានខ្ញុំនឹងគេអត់លើសគាត់ហើយបានលេខចូលទៀតហើយបើសិនជាណៃចង់ឲ្យខ្ញុំចេញខ្លាំងណៃចង់មកប្រកួតធ្វើម្ហូបម្ចាស់ម្នាក់មួយឆ្នាំហ្នឹងអាណាឆ្ងាញ់អានឹងនៅតែតែចេញមកហេតុផលគង់គ្មានដៃឯណាណៃតែបើគាត់ចង់ឲ្យគេមើលឃើញមិនថាតែខ្ញុំទេសូម្បីតែបច្ចុប្បន្នផ្សេងទាំងឆាតឲ្យគាត់មើលឃើញថាយើងហាក់គាត់ជាបកាយមែនត្រូវតែធ្វើឲ្យបានបកាយជាបន្តទៀតកុំបកាយតាមម្ចាស់ហ្នឹងហើយបាត់ជ្រាបដែរក្នុងចិត្តខ្ញុំគឺគាត់នៅតែអន់ដែរគុំលោកត្រូវតែសោះប៉ុន្តែមិនមែនពេលនេះទេមនុស្សយើងអាចក្រាបមិនអាចលើកឡើងគឺមិនមែនជាអំពើរបស់កូនប្រុសទេដោយគេថារឿងតូចមិនទ្រាំខូចការដល់រឿងធំកត្តាដែលខ្ញុំចង់ធ្វើបានល្អគឺអត់មានអីក្រៅពីបង្ហាញសមត្ថភាពខ្ញុំទៅបងរស្មីតែម្នាក់គាត់ព្រោះខ្ញុំចង់ឲ្យគាត់ដឹងថាខ្ញុំមិនមែនអន់ដូចគាត់ឃើញទេទៅ3កន្លងមកខ្ញុំធ្វើមហូបអត់សូវបានលេចធ្លោដោយសារតែខ្ញុំស្មុគស្មាញច្រើនប៉ុន្តែចាប់ពីវគ្គនេះទៅហើយគឺសល់តែ15នាក់អញ្ចឹងខ្ញុំត្រូវតែបង្ហាញវាចាប់ពីពេលនេះតទៅឲ្យគាត់ដឹងថាខ្ញុំមិនមែនអន់ដូចគាត់ទេ